កញ្ញាហេនគ្រោះថ្នាក់សូមឈប់សិនសំឡេងខ្សឹបខ្សៀវគេនិយាយថាម៉េចគេថាកញ្ញាហ៊ានបើដើរទៅមុខទៀតមានគ្រោះថ្នាក់អ្នកឈរមើលកញ្ញាហានឈប់សិនទៅសម័យណាហើយនៅប្រើវិធីនេះដើម្បីតាក់ទាញចំណាប់អារម្មណ៍ស្រីទៀតកញ្ញាហ៊ានគ្រោះថ្នាក់ពិតជាគួរឲ្យអស់សំណើចមែនឬថាគាត់ចិត្តរៀបការជាមួយគូដណ្ដឹងហើយនៅតែមានចិត្តមិនស្មោះត្រង់ចំពោះនាងទៀតពិតជាប្រុសកំហួចមែនលោកហ៊ឺកញ្ញាហ៊ានឈប់សិនសំឡេងចង្កៀងធ្លាក់ចុះមកផងអ្នកឈរមើលបងស្រីមិនអីទេកញ្ញាហានខ្ញុំមិនអីទេអរគុណជារឿងពិតមែនលោកនិយាយត្រូវមិនបានជាលោកដឹងថាចង្កៀងនឹងធ្លាក់ចុះមកលោកហ៊ឺប្រហែលជាញ៉ានទី6របស់ខ្ញុំខ្លាំងជាងមនុស្សធម្មតាមើលទៅកញ្ញាហានលោកហ៊ឺលោកបានជួយជីវិតខ្ញុំពិតជាដឹងគុណណាស់ប៉ុន្តែលោកយកហេតុផលនេះមកលុបលាងតើលោកគិតថាខ្ញុំជាក្មេងអាយុ3ឆ្នាំឬអ្នកឈរមើលឆាស់មិនថាឯងជាទេវតាទៅប្រហែលជាខ្លាចគេថាឯងសម្ដែងហើយមើលទៅមុខក្រាស់មែនកញ្ញាហានខ្ញុំទីថាលោកច្បាស់ជាបានឃើញចង្កៀងនេះព្យួរមិនជាប់ឬរលុងតាំងពីមុនមកហើយយកសំណាងមកធ្វើជាសមត្ថភាពប្រុសដែលនិយាយបាតដៃក្នុងដៃដូចលោកគឺជាប្រភេទដែលគេស្អប់បំផុតលោកហ៊ឺជឿឬមិនជឿស្រេចតែចិត្តកញ្ញាហានចុះបើខ្ញុំចាំមិនខុសទេគ្រួសារត្រកូលហានរកស៊ីខាងត្បូងថ្មយកជេតថ្ងៃនេះអ្នកមកទីនេះដើម្បីចូលរួមពិធីមហាសន្និបាតវត្ថុបុរាណនិងត្បូងថ្មមែនទេកញ្ញាហ៊ានតើខ្ញុំអាចទីដឹងមុនថាលោកនឹងនាំខ្ញុំទៅមហាសន្និបាតនោះដែរឬទេសាក់មើលទៅទើបដឹងលោកហ៊ឺបានបើលោកអាចទីអនាគតបានមែនខ្ញុំនឹងឆ្លៀតឱកាសក្នុងមហាសន្និបាតលើកនេះរកលុយឲ្យបានច្រើនដើម្បីជួយប៉ាខ្ញុំចេញមកវិញកញ្ញាហ៊ានបើលោកចង់អាម៉ាស់មុខកញ្ញានេះនឹងបំពេញបំណងលោកតាមមកឲ្យជាប់ឈួតឆាកនៅហាងលក់វត្ថុបុរាណស្នៀតសក់គូប្រជែងប្រុសអ្នកមានហាសាកសមជាស្រីស្អាតកំពូលទឹកកកប្រចាំខេត្តណានសេងមែនថ្ងៃនេះនីតូចដូចជាខ្ញុំនឹងធ្វើឲ្យនាងលងស្នេហ៍ឲ្យបានកញ្ញាហេនយីថាអ្នកចូលចិត្តប្រម៉ូស្នៀតសក់ត្បូងខ្ញុំមានស្នៀតសក់ត្បូងពណ៌យ៉ាងល្អមួយនៅក្នុងដៃទុកសម្រាប់អ្នកជាពិសេសកញ្ញាហេនពិតជារបស់ល្អមែនតើលក់តម្លៃប៉ុន្មានថៅកែហាងអានឹងហេសបើលក់ឲ្យអ្នកផ្សេងយ៉ាងហោចណាស់1លាន2សែនប៉ុន្តែខ្ញុំនឹងឲ្យវាទៅអ្នកក្នុងតម្លៃត្រឹមតែ1លានប៉ុណ្ណោះតើអ្នកអាចទិញម្ជុលសក់ត្បូងថ្មពណ៌ស្នេះបានទេ800,000ខ្ញុំចង់បានវាអូស៊ូជីហាងកុំឲ្យគាត់ទិញម្ជុលសក់ត្បូងពេជ្រពណ៌ស្នេះអ្នកនាងហ៊ានខ្ញុំនឹងខាតលុយក្នុងតម្លៃនេះ800,000អ្នកនឹងរកបានយ៉ាងហោចណាស់20,000អូទាំងអស់នេះគឺអរគុណអ្នកនាងហ៊ានអ្នកមានភ្នែកមុតស្រួចឈប់និយាយមិនសមហេតុសមផលនិយាយតាមត្រង់ទៅម្ជុលសក់នេះពិតជាត្រូវបានទិញក្នុងតម្លៃ780,000វាមកពីអ្នកស្នងរតកសម្រស់ដ៏ល្បីល្បាញនៃហាងលក់ត្បូងពេជ្ររបស់ហានតើវាអាចគ្រាន់តែជាគិតនាមទេបានដោយរបៀបណាអូត្រូវហើយអ្នកនាងហ៊ានត្បូងពេជ្រដ៏មានតម្លៃមួយត្រូវបានផ្ដល់ឲ្យស្ត្រីស្រស់ស្អាតម្នាក់ម្ជុលសក់នេះនឹងត្រូវបានគេកោតសរសើរយ៉ាងពិតប្រាកដចំពោះតែអ្នកប៉ុណ្ណោះ200,000ការទូទាត់តាមការទៅហឹមពេជ្រនេះមិនអាចលក់បានទេហេតុអ្វីតើអ្នកគិតថាពេជ្រនេះคล้ายទេអ្នកពិតជាគ្រាន់តែជាអ្នកកុហកដ៏ធំម្នាក់ដែលដឹងពីរបៀបអួតខ្លួនប៉ុណ្ណោះទំនីអ្វីអ្នកមិនអាចប្រាប់បានទេថាម្ជុលសក់ត្បូងពេជ្រនេះពិតឬคล้ายហើយតើនារីវ័យក្មេងរបស់យើងអាចបោកប្រាស់ដោយរបៀបណាលោកហេអ្នកមិនសូវមានសំណាងទេលើកនេះអ្នកទីខុសខ្ញុំធ្លាប់មានម្ជុលសក់ធ្វើពីថ្មគុជខ្យងដែលមានតម្លៃយ៉ាងហោចណាស់8,000បើមិនមែន10,000ទេម្ជុលសក់ធ្វើពីថ្មគុជខ្យងនេះគឺជាម្ជុលសក់ធ្វើពីថ្មគុជខ្យងពណ៌សរចនាជាលំនាំពណ៌របស់រាជវង្សមីងដែលជារបស់ពិតអ្នកនាងហ៊ានសូមកុំយល់ច្រឡំអីខ្ញុំមិនបានសួរអំពីភាពត្រឹមត្រូវរបស់វាទេវាជាការពិតអាហារអ្នកនាងមិនខ្មាស់អៀនទេការផ្លាស់ប្ដូរសម្លេងរបស់អ្នកយ៉ាងងាយលោកហេអាកប្បកិរិយាឆ្លៀតឱកាសនេះកាន់តែគួរឲ្យស្អប់ខ្ពើមជាងការអួតអាងពីមុនរបស់អ្នកទៅទៀតអ្នកនាងហ៊ានខ្ញុំបានបញ្ឈប់អ្នកពីការទិញវាមិនមែនដោយសារតែភាពត្រឹមត្រូវរបស់វាទេប៉ុន្តែដោយសារតែខ្ញុំកំពុងជួយសង្គ្រោះជីវិតរបស់អ្នកជួយសង្គ្រោះខ្ញុំលោកហេតើអ្នកញៀននឹងការជួយសង្គ្រោះមនុស្សមែនទេឬក៏អ្នកកំពុងរំលឹកខ្ញុំថាអ្នកបានជួយសង្គ្រោះខ្ញុំប៉ុន្តែខ្ញុំមិនបានឲ្យរង្វាន់អ្នកទេគ្រួសារហានរបស់យើងមានអំណរគុណហើយនឹងសងអ្នកវិញគ្រាន់តែប្រាប់តម្លៃរបស់អ្នកប្រសិនបើអ្នកចង់បានលុយគ្រាន់តែនិយាយនេះជាលើកដំបូងដែលខ្ញុំបានឮអំពីការពាក់ម្ជុលសក់ធ្វើពីថ្មគុជដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតគំនិតគួរឲ្យអស់សំណើចនេះតើអ្នកកំពុងព្យាយាមបង្កបញ្ហាដោយចេតនាមែនទេម្ជុលសក់ធ្វើពីថ្មគុជនេះហើយអ្នកបានលើកវាឡើងដល់បញ្ហានៃជីវិតនិងសេចក្តីស្លាប់គួរឲ្យអស់សំណើចណាស់
ខ្ញុំបានឃើញមនុស្សជាច្រើនដូចនេះពួកគេគ្រាន់តែបំភ្លើសដើម្បីទាក់ទាញចំណាប់អារម្មណ៍ខ្ញុំគិតថាគាត់ចាប់អារម្មណ៍នឹងអ្នកនាងហ៊ានគាត់កំពុងព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់អ្នកនាងហ៊ានជាមួយនឹងសម្រស់ដ៏អស្ចារ្យរបស់គាត់អ្នកនាងហ៊ានយប់នេះខ្ញុំមិនព្យាយាមលបងអ្នកទេប្រសិនបើអ្នកមិនជឿខ្ញុំទេអ្នកអាចផ្ដល់ត្រាពណ៌បៃតងមកខ្ញុំហើយខ្ញុំនឹងបញ្ជាក់វាដល់អ្នកភ្លាមមិនចាំបាច់ទេអរគុណរងចាំមួយផ្លេតអ្នកនាងហ៊ានអ្នកអាចទ្រាំទ្រនឹងរឿងនេះបានប៉ុន្តែខ្ញុំចាំងឡាវសានមិនអាចទេក្មេងរ៉ូពីសម្នាក់នេះបាននិយាយនៅចំពោះមុខមនុស្សជាច្រើនថាអ្វីដែលខ្ញុំលក់អាចសម្លាប់មនុស្សបានតើខ្ញុំគួរធ្វើជំនួញដោយរបៀបណាឥឡូវនេះតើនេះមិនមែនជាការបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំទេការបំផ្លាញកេរ្តិ៍ឈ្មោះរបស់នរណាម្នាក់និងជីវភាពរស់នៅរបស់ពួកគេគឺមិនអាចទទួលយកបានទាំងស្រុងមែនហើយខ្ញុំមិនអាចដោះលែងគាត់ដោយងាយទេប៉ុន្តែអ្នកគ្មានទោសឥឡូវនេះអ្នកកំពុងជួបបញ្ហាហើយលោកចាងខ្ញុំកំពុងជួយសង្គ្រោះអ្នកប្រសិនបើបងស្រីហានបាននាំអ្នកមកយូសានតើគាត់នឹងធ្វើអ្វីល្អគ្រួសារហាននឹងធ្វើឲ្យអ្នកចំណាយដោយជីវិតរបស់អ្នកឈប់រឹងរូសបែបនេះទៅប្រសិនបើអ្នកមិនលុតជង្គង់ចុះហើយក្រាបថ្វាយបង្គំខ្ញុំ3ដងនៅថ្ងៃនេះហើយហៅខ្ញុំថាជីតាជឿខ្ញុំចុះខ្ញុំនឹងអនុញ្ញាតឲ្យអ្នកចេញទៅទីនោះដោយនិយាយថាខ្ញុំអាចបញ្ជាក់ថាម្ជុលសក់ត្បូងពេជ្រនេះពិតជាអាចសម្លាប់មនុស្សបានបន្ទាប់មកអ្នកនឹងត្រូវលុតជង្គង់ចុះហើយក្រាបថ្វាយបង្គំខ្ញុំហើយហៅខ្ញុំថាជីតាមែនទេគ្មានបញ្ហាទេដរាបណាអ្នកអាចបញ្ជាក់ថាវាជាការពិតខ្ញុំនឹងហៅអ្នកថាជីតាខ្ញុំនឹងហៅអ្នកថាបុកបរោះវាជាកិច្ចព្រមព្រៀងមួយមិនអីទេដូច្នេះតើអ្នកនឹងបញ្ជាក់វាដោយរបៀបណាខ្ញុំចង់ឃើញល្បិចអ្វីដែលអ្នកអាចធ្វើអ្នកនាងផែនថ្ងៃនេះខ្ញុំនឹងបញ្ជាក់ដល់អ្នកថាខ្ញុំមិនមែនជាប្រភេទមនុស្សដែលអួតអាងនិងនិយាយមិនសមហេតុផលនោះទេគីលោកម្ចាស់តើខ្ញុំអាចខ្ចីអាងចិញ្ចឹមត្រីរបស់អ្នកបានទេសូមអូឈាមនោះត្រីបានងាប់ក្នុងរយៈពេលត្រឹមតែ1វិនាទីប៉ុណ្ណោះតើកន្ទេលថ្មនេះពិតជាមានពិសមែនទេបាទនេះជាកន្ទេលថ្មដែលធ្វើពីពស់ពិសខ្យាដំរីក្អែកនិងជ្រូកពិសការពាក់វារយៈពេលយូរអាចបណ្ដាលឲ្យមានអ្វីគ្រប់យ៉ាងចាប់ពីដំបៅស្រាលរហូតដល់ស្លាប់ធ្ងន់ធ្ងរមើលត្រីនោះវាចាប់ផ្ដើមរលួយវាពលណាស់កុំបារម្ភយើងគ្រាន់តែប៉ះត្រីមួយផ្លែតប៉ុណ្ណោះវានឹងល្អខ្ញុំទើបតែប្រើឈាមរបស់ខ្ញុំដើម្បីបង្កឲ្យមានជាតិពុលរបស់វាហើយត្រីក៏ងាប់ខ្ញុំស្រមៃថាមនុស្សម្នាក់នឹងមិនប្រសើរជាងនេះទេយុវជនម្នាក់នេះអាចធ្វើដូចនេះគាត់អាចប្រាប់បានដោយគ្រាន់តែមើលអស្ចារ្យណាស់ចាអរគុណណាស់ដែលយុវជនរូបនេះបានណែនាំយើងបើមិនដូច្នោះទេផលវិបាកនឹងមិនអាចនឹកស្មានដល់ត្រូវទេសូមទោសខ្ញុំយល់ច្រឡំអ្នកមុននេះអរគុណសម្រាប់ដំបូន្មានរបស់អ្នកចៅហ្វាយចាងយុវជនរូបនេះបានជួយសង្គ្រោះជីវិតអ្នកប្រសិនបើមានអ្វីកើតឡើងចំពោះអ្នកនាងហ៊ានគ្រួសារហាននឹងមិនអត់ទោសឲ្យអ្នកឡើយចាតើអ្នកមិនគួររក្សាការសន្យារបស់អ្នកហើយគោរពផ្លែឈើតូចនោះទេមែនហើយយុវជនឲ្យចានោះមិនមានតម្លៃប៉ុន្មានទេអ្នកមិនគួរជ្រើសរើសវាទេមែនហើយសូម្បីតែខ្ញុំដែលជាមនុស្សសាមញ្ញម្នាក់ក៏អាចប្រាប់បានថាវាមិនមែនជារបស់ល្អនោះទេវាហាក់ដូចជាយុវជននេះគ្មានរសជាតិអ្វីទាំងអស់គាត់បានបញ្ឆោតខ្ញុំពីមុនមែនហើយបញ្ឆោតអូយុវជនឲ្យចានធ្មនោះពិតជាមិនមានតម្លៃប៉ុន្មានទេអ្នកបានជួយខ្ញុំច្រើនណាស់ខ្ញុំមិនអាចបោកបញ្ឆោតអ្នកបានទេហេតុអ្វីបានជាអ្នកមិនជ្រើសរើសម្ដងទៀតលោកយ៉ែងចានធ្មនេះមានតម្លៃ18,000 យន់គឺគ្រប់គ្រាន់ដើម្បីសង្គុណខ្ញុំបានជ្រើសរើសកំសៀវតែដីឥដ្ឋពណ៌ស្វាយតម្លៃ6លានយន់ថូសេឡាដុនតម្លៃ2លានយន់និងម្ចាស់ឈាមច្រមុះតម្លៃ1.2លានយន់នោះជាប្រតិកម្មហួសហេតុពេកហើយអ្នកនាងតើគាត់និយាយត្រូវទេនិយាយត្រូវទាំងស្រុងយុវជនឲ្យអ្នកធ្វេសប្រហែសខ្ញុំអន់គោរពអ្នកឡើងថ្លៃហើយមែនទេហេតុអ្វីបានជាខ្ញុំជួបមនុស្សដូចអ្នកកាលពីម្សិលមិញមនុស្សអាក្រក់ម្នាក់ដែលគ្រួសារទាំងមូលរបស់គាត់ខ្សែធនហើយត្រូវបានរំលាយចោលតើអ្នកសំនឹងទទួលបានកន្លែងបែបនេះមែនទេខ្ញុំនឹងវាអ្នកគ្រួសាររបស់អ្នកបានខ្សែធនហើយអ្នកនាងបៃអ្នកមិនដឹងពីប្រវត្តិរបស់មនុស្សអាក្រក់នេះទេមែនទេតាមពិតទៅពួកគេបានខ្សែធនឪពុកម្ដាយរបស់គាត់ត្រូវបានចាប់ខ្លួនហាឪពុកម្ដាយរបស់ខ្ញុំបានទៅហើយខ្ញុំពិតជានឹងយកពួកគេមកវិញតើអ្នកគ្មានលុយលក់ពួកគេនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាដោយរបៀបណាគំនិតល្អណាស់គូដណ្ដឹងរបស់គាត់នៅលើគ្រែរបស់ខ្ញុំរួចហើយខ្ញុំកំពុងប្រាប់អ្នកគាត់គ្មានប្រយោជន៍សម្រាប់អ្នកទេរំខានណាស់ចូលយើងប្រកួតប្រជែងលេងល្បែងត្បូងថ្មកាន់តែខ្ពស់កាន់តែល្អខ្ញុំចង់ឲ្យអ្នកមើលពីរបៀបដែលខ្ញុំយកពួកគេមកវិញសិនហាវប្រញាប់ឡើងហើយលេងល្បែងជាមួយខ្ញុំមើលអ្នកខ្លាចនិយាយអ្វីទេចូលយើងលេងល្បែងលើថ្ម7ប្រសិនបើអ្នកចាញ់អ្នកនឹងត្រូវសងបំណុលឪពុកម្ដាយខ្ញុំទាំងអស់តើអ្នកឈួតទេគ្រួសាររបស់អ្នកត្រូវសង300លាន
អ្នកជាអ្នកក្រក់សៃធនតើអ្នកនឹងលេងល្បែងជាមួយអ្វីគាត់កំពុងលេងល្បែងជាមួយជីវិតរបស់ខ្ញុំម្ដងទៀតហាអ្នកមិនគួរទុកចិត្តពេកទេ300 លាននោះដូចជាជីវិតជាច្រើនទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់អ្នកយើងនឹងរើសយកដុំថ្មចំនួន9ដុំពីថ្មទាំងនេះហើយកាត់វាទាំងអស់ប្រសិនបើពួកវាទាំងអស់ផ្ដល់ប្រាក់ចំណេញយ៉ាងច្រើនខ្ញុំនឹងឈ្នះប្រសិនបើដុំមួយបរាជ័យខ្ញុំនឹងចាញ់អូនេះមិនអាចទៅរួចទេតើរឿងនេះអាចកើតឡើងដោយរបៀបណាការកាត់9ជាប់គ្នានឹងប្រាក់ចំណេញយ៉ាងច្រើននោះមិនគួរឲ្យជឿសូម្បីតែស្ដេចត្បូងថ្មដ៏ល្បីល្បាញ Chen Wanfu ក៏ធ្លាប់មានកំណត់ត្រានៃការកាត់ដែលរកបានប្រាក់ចំណេញត្រឹមតែ6ជាប់គ្នាប៉ុណ្ណោះមែនហើយគាត់កំពុងសំដៅទៅលើដុំត្បូងថ្មទំហំគីឡូក្រាមដែលមានគុណភាពទាបបំផុតមិនមែនជាថ្មធម្មតាទេដោយសារ9ក្នុងចំណោម10គីឡូក្រាមគ្មានតម្លៃទុកឲ្យតែ9សូម្បីតែ2ក៏ពិបាកមិនគួរឲ្យជឿខ្ញុំយល់ហើយឥឡូវនេះអ្នកគ្រាន់តែសុំបញ្ហាប៉ុណ្ណោះហាខ្ញុំអត់អន់ឲ្យអ្នកខ្លាំងណាស់អ្នកមិនមានអ្នកភ្នាល់ទេមែនទេមិនអីទេព្រោះអ្នកចង់ស្លាប់ខ្ញុំនឹងលេងជាមួយពាក្យសម្ដីរបស់សុភាពបុរសគឺជាចំណងរបស់គាត់អ្នកណាដែលត្រឡប់ពាក្យសម្ដីរបស់ពួកគេវិញគឺជាមនុស្សល្ងងតើអ្នកមិនយល់ទេថ្មទំហំគីឡូក្រាមទាំងនោះគឺជាសម្រាមដែលនៅសល់ទាំងអស់អ្នកមិនអាចកាត់អ្វីពីពួកគេបានទេកុំបារម្ភមើលឲ្យចិត្តសូម្បីតែព្រះក៏មិនអាចវិនិច្ឆ័យដុំត្បូងថ្មមួយដុំបានដែរមិនត្រឹមតែប៉ុណ្ណោះពីគំនរថ្មទម្ងន់1គីឡូក្រាមប៉ុន្តែសូម្បីតែពីត្បូងថ្មដែលមានគុណភាពខ្ពស់នឹងចាស់ទ្រុឌទ្រោមក៏ដោយក៏គ្មាននរណាម្នាក់អាចកាត់ចេញដុំធំចំនួន9ដុំជាប់គ្នាបានដែរនេះស្មើនឹងការធ្វើអត្តឃាតខ្ញុំបាននាំពស់វែកនេះមកក្នុងផ្ទះរបស់យើងហើយនោះហើយជាមូលហេតុដែលឪពុកម្ដាយរបស់ខ្ញុំស្ថិតក្នុងស្ថានភាពនេះប្រសិនបើខ្ញុំមិនអាចជួយសង្គ្រោះពួកគេដោយខ្លួនឯងបានទេខ្ញុំសុខចិត្តស្លាប់កុំលេងល្បែងជាមួយគាត់ទៀតខ្ញុំនឹងសង់អ្នកនៅអ្វីដែលឪពុកម្ដាយរបស់អ្នកជំពាក់អ្នកស្រីហានគ្រួសាររបស់អ្នកនិងគ្រួសាររបស់យើងគឺជាគ្រួសារអ្នកមានទ្រព្យសម្បត្តិច្រើននៅក្នុងតំបន់ហេតុអ្វីបានជាអ្នកជួយមនុស្សឥតប្រយោជន៍ទោះបីជាគាត់ធ្លាប់ភ្ជាប់ពាក្យជាមួយអ្នកក៏ដោយអ្នកពិតជាមិនចូលចិត្តគាត់ទេមែនទេតើវាតាក់ទងនឹងអ្នកយ៉ាងណាអ្នកស្រីហាន